សូមអរគុណពីបានអត់ទៀតទីមួយលោកពុកម្ដាយលោកបានផ្ដល់អត់ទៀតផ្ដល់កំណត់ដល់លោកគ្រូឪពុកម្ដាយគ្រប់រូបតែប្រាថ្នាគឺចង់ឃើញកូនប្រពន្ធស្រីទាំងអស់តាមរៀបពីទោះជាមិនល្អទោះជាមិនធំដុំក៏ដោយឪពុកម្ដាយក៏តែប្រាថ្នាចង់ឃើញការនេះកើតឡើងជាងតែខ្ញុំចង់យកឱកាសនេះនិយាយទៅកាន់អ្នកទាំងពីរប្រហែលថ្ងៃនេះខ្ញុំមានបារម្ភក្រែងលោកមកមិនទាន់រៀបពីវិវត្តន៍ទាំងពីរក្នុងចំណោមក្តី concern របស់ខ្ញុំប្រហែលថ្ងៃចុងក្រោយនេះគឺអ្នកទាំងពីរវាជាអ្វីមួយនៅក្នុងចំណោមហ្នឹងវាជាចិញ្ចៀនគឺជាចិញ្ចៀនដែលមានរបបមួយធ្វើពីទៀតម្យ៉ាងដែលមានចេះស៊ីបំផ្លាញបង្ហាញអំពីសេចក្តីស្រឡាញ់សេចក្តីស្រឡាញ់នេះអត់មានលក្ខខណ្ឌទេមិនមែនតែពាក់ល្អស្អាតបកែធ្វើមហោបកែយកចិត្តអត់ទេអត់មានចំណុចទេទោះជូរចត់ល្វីងក៏នៅតែស្រឡាញ់ដែរពីព្រោះព្រះយេស៊ូវគ្រីស្ទក៏បានសង្កត់នៅឆ្កាងជំនួសអំពើបាបរបស់គ្រប់គ្នាព្រះអង្គធ្វើគ្រប់ការទាំងអស់ដែលពួកព្រះអង្គស្រឡាញ់កូនព្រះពិតប្រាកដនៅពេលដែលកូនព្រះអង្គប្រព្រឹត្តអំពើបាបព្រះជាម្ចាស់ទុកព្រួយប្រណាតីក៏គ្មានចំណុចទេទោះជាកូនទោះជាយ៉ាងណានៅតែស្រឡាញ់ព្រោះស៊ីនេះទោះបីជាយ៉ាងណារសិតនឹងថែរក្សាទាំងអស់មួយជីវិតអំបញ្ញនៅទាំងពីរបានប្រោសចាមិនមែនគ្រាន់តែមនុស្សមិនមែនជាមួយនឹងឪពុកម្ដាយទាំងសងខាងមិនមែនជាមួយនឹងបងប្អូនគ្រប់ចំណុចដែលជាមិត្តភក្តិប៉ុន្តែជា covenant ជាការតាំងសញ្ញាជាមួយនឹងព្រះជាម្ចាស់រសិតត្រូវតែប្រាជ្ញាចិត្តអស់មួយជីវិតអាពីពីឬបរិស័ទគឺរបៀបនេះឯងទោះជាមិនស្រួលទោះជាល្អទោះជូរចត់ទោះជាអំណរត្រូវតែបន្តធ្វើដំណើរទៅមុខជាមួយគ្នាសូមអធិដ្ឋានជួបជុំអរព្រមមកចាស់សូមទ្រង់បានប្រទានពរដល់ការបដូរសេចក្ដីនេះដើម្បីអ្នកទាំងពីររស់នៅក្នុងជីវិតដ៏ពេញដោយសេចក្ដីស្រឡាញ់ការលះបង់ពីជាព្រះអង្គហើយដែលទ្រង់បានសង្កត់វិសេសការជំនួសអំពើបាបយើងខ្ញុំទាំងអស់គ្នាពលអធិដ្ឋានសូមឲ្យការបដូរចិញ្ចៀននេះជាការតាំងសញ្ញាគឺជាអ្វីមួយយ៉ាងដែលព្រះបានដាក់នៅក្នុងរសិតហើយនឹងអភ័ក្រនៅពេលអ្នកទាំងពីរឃើញចិញ្ចៀននេះគឺបញ្ជាក់ថាអ្នកទាំងពីរត្រូវធ្វើដំណើរជាមួយគ្នាអត់ទោសឲ្យគ្នាទៅវិញទៅមកសេចក្តីស្រឡាញ់ផ្ដល់នូវសេចក្តីស្រឡាញ់ដើម្បីធ្វើដំណើរនៅលើផែនដីនេះគុណសូមព្រះគុណបន្តបានប្រទានពរដល់អ្នកទាំងពីរឲ្យអ្នកទាំងពីរមានលទ្ធភាពសមត្ថភាពដើម្បីនឹងទប់ទល់នៅថ្ងៃដែលមានផលលំបាកមកដល់ឲ្យអ្នកទាំងពីរមានបញ្ញាពីព្រះអង្គក្នុងការធ្វើដំណើរគុណអរព្រះគុណក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន